ខាង FAEC Cambodia យើងគ្រប់គ្រងទៅលើសហគមន៍កសិកម្មចំនួន13យើងបានជួយបង្កើតនៅផែនការអាជីវកម្មសម្រាប់គាត់ផែនការអាជីវកម្មដែលយើងជួយគ្រប់គ្រងឲ្យសហគមន៍កសិកម្មបង្កើតឡើងមិនមែនសំដៅមកលើយកទុនបង្វិលពីគម្រោង APAP FO4A ទេយើងសំខាន់គឺឲ្យសហគមន៍គាត់យល់អំពីសារៈសំខាន់និងតម្លៃនៃផែនការអាជីវកម្មគឺគាត់យកផែនការអាជីវកម្មរបស់គាត់នោះទៅផ្គូផ្គងជាមួយនឹងដៃគូអាជីវកម្មប៉ុន្តែនៅពេលដែលគាត់ខ្វះទុនគឺគាត់ទាំងពីរនាក់ហ្នឹងទៅសហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុពេលយើងបង្កើតមុខរបរយើងអត់ដឹងថាប្រជាជនតម្រូវការអីយើងអត់ដឹងថាត្រូវប្រើដើមទុនរបៀបម៉េចយើងធ្វើផែនការអាជីវកម្មហ្នឹងយើងទៅសេរឿងសាំងហ្នឹងត្មងពីដំបូងឡើងយើងមានដើមទុនហ្នឹង$4,000ហ្នឹងយកទៅទិញប្រដាប់ប្រដាហ្នឹងមកធ្វើមកអីអញ្ចឹងយើងចាប់ផ្ដើមលក់ហ៊ុនឆ្នាំថ្មីនេះអញ្ចឹងយើងនិយាយមួយសមាជិកយើងហើយយើងបានលុយបានអីមកយើងបង្កើនរហូតមកដល់ពេលនេះយើងមានដើមទុនជិត20លានដែលវិលក្នុងការទិញសាំងហ្នឹងចាអញ្ចឹងក្នុងរយៈពេលឆ្នាំហ្នឹងយើងមានលុយហ្នឹងសម្រាប់ធ្វើមហាសន្និបាតហើយយើងបែងចែកយើងនិយាយប្រាប់គាត់ថាឥឡូវលុយដែលយើងលក់សាំងហ្នឹងបានដល់ប៉ុណ្ណេះអញ្ចឹងយើងបន្តជួយគ្រប់គ្រងសហគមន៍ទៀតត្រូវការប៉ុន្មានក៏យើងត្រូវតែមានដែរ